bạn sốt đây bằng con đọc này bạn lần này cứ nhom sầm bằng hai bằng con đọc này vì vay riêng chấm lại mùi bạn cứ ở đây bạn khơi đấy bạn cứ bằng con bạn khơi nhái cứ nấu không bọc nòng camera không tao nó cứ con khơi phơi bay bạn chẳng phơi bay nó cứ chấm lại phơi thang chơi bạn cứ phơi đấy và lâu nhom chặt vô cái muối và phơi này cứ chụp phơi pù mệt nơi tiệt như thế và hay chấm lại phơi thang sữa đầm phơi thang sữa đầm đấyก็ជាភ្លើងពូលម៉ែនៅផ្ទះគេដែរបាទអ្វីដែលចម្លែកនេះគឺហើយខាងក្រោមចេញមកនោះគឺកណ្ដាលក៏ជាភ្លើងផ្ទះគេដែរបាទប៉ុន្តែអ្វីដែលចម្លែកនោះគឺខាងលើបាទភ្លើងនៅខាងលើបាទភ្លើងខាងលើនោះគឺយើងមើលទៅវាស្តៀងផ្កាយបន្តិចដូចមានផ្កាយបន្តិចបាទហើយវាធំខុសធម្មតាបាទបងប្អូនឃើញហើយភ្លើងពូលម៉ែហើយនឹងភ្លើងនោះគឺប្រហែលប៉ាន់គ្នាបាទហើយយើងមើលទៅគឺវាប៉ាន់គ្នាបាទប៉ុន្តែវានៅលើមេឃទេវានៅលើមេឃអត់មានដើមឈើណាខ្ពស់ដល់ទេបាទគឺនៅលើភ្នំទៀតបាទនៅខ្ពស់ជាងលើភ្នំបាទគឺនៅលើមេឃទេប៉ុន្តែវាធំជាងគេគឺឥឡូវខ្ញុំស៊ូមឲ្យបងប្អូនមើលបាទស៊ូមមកចិត្តគឺឃើញវាដូចជាដុំភ្លើងដែលកំពុងតែឆេះបាទបងប្អូនឃើញទេបាទនេះបាទបងប្អូនមកឃើញនេះគឺដូចជាដុំភ្លើងនៅកំពុងតែឆេះបាទនិយាយទៅបើយើងគិតទៅវាដុំភ្លើងឆេះវាយើងអាចនិយាយថាវាជាផ្កាយហើយប៉ុន្តែអានេះគឺវាធំខុសធម្មតាបាទខ្ញុំអត់ដែលបានឃើញទេបាទអានេះគឺធំជាងផ្កាយព្រឹកធំជាងផ្កាយចោទៀតបាទគឺធំទេបាទបើដូចបងប្អូនបានឃើញគឺវាធំប៉ុនភ្លើងគីឡូភ្លើងពូលម៉ែដែលយើងចាប់តាមផ្ទះទៀតបាទប៉ុន្តែវានៅឆ្ងាយបាទឥឡូវនេះគឺឥឡូវខ្ញុំស៊ូមឲ្យបងប្អូនមើលស៊ូមមកក្រោយទៅឆ្ងាយវិញហើយឲ្យបងប្អូនមើលកន្លែងផ្សេងមានផ្កាយឥឡូវខ្ញុំមើលផ្នែកទទេហ្នឹងគឺវាឃើញផ្កាយសក់បោះបាទប៉ុន្តែក្នុងកាមេរ៉ានេះគឺអត់ឃើញទេបាទឥឡូវបងប្អូនបានឃើញគឺអត់មានឃើញទេតែបើយើងថាស៊ូមមកវាអាចតែស៊ូមមកក៏អត់ឃើញដែរបាទស៊ូមមកក៏ដូចអត់ឃើញដែរបាទក្នុងតេអូនហ្នឹងតែប៉ុន្តែអាភ្លើងថាចម្លែកហ្នឹងផ្កាយចម្លែកហ្នឹងគឺវាឃើញបងប្អូនមើលប៉ិនភ្លើងពូលម៉ែត្របាទនៅខ្ពស់លើមេឃបាទខ្ពស់លើមេឃគឺខ្ពស់ផុតចឹងឈើទាំងអស់គឺវានៅឆ្ងាយបាទគឺវាខុសពីធម្មតាព្រោះវាភ្លើងវាធំបាទធំប៉ិនភ្លើងគីឡូយើងចាប់ហ្នឹងបាទភ្លើងខាងឆ្វេងខាងស្ដាំខាងក្រោមហ្នឹងគឺជាភ្លើងគីឡូនៅតាមផ្ទះគេទេបាទតែអាភ្លើងនៅលើហ្នឹងគឺមិនមែនភ្លើងគីឡូឬក៏ភ្លើងអង្គតែនឬក៏ភ្លើងអីទេកន្លែងហ្នឹងអត់មានទេកន្លែងខ្ញុំឆ្ងាយកន្លែងផុតពីព្រៃទៀតបាទនៅព្រៃផុតភូមិគេតែឆ្ងាយបាទហើយនៅកម្ពស់លើភ្នំជាងពាក់កណ្ដាលទៀតបាទគឺនៅលើមេឃទេប៉ុន្តែវាចម្លែកខាងផ្កាយនោះវាធំខុសធម្មតាអញ្ចឹងណាឬក៏វាជាផ្កាយមួយដែលវាកំពុងតែរសាត់មកជិតផែនដីឬក៏មិនបាទឥឡូវបងប្អូនមកឃើញហើយគឺវាធំច្បាស់ប៉ុន្តែភ្លើងគីឡូចាប់តាមផ្ទះទៀតបាទព្រោះអីប្រហែលខែប្រហែលឆ្នាំនិយាយទៅ10 ដងក៏យើងអត់ដែលបានឃើញទេបាទគឺអត់ដែលឃើញទេគឺតែឃើញតែពេលហ្នឹងបាទបើយើងមើលទៅបើយើងមើលផ្នែកទទេបាទយើងដឹងថាធំប៉ុណ្ណាតែដូចថាក្នុងទូរស័ព្ទនេះវាមើលទៅវាតែបងប្អូនអាចធ្វើការប្រៀបធៀបបានគឺវាភ្លើងគីឡូភ្លើងពូលម៉ែត្រយើងចាប់តាមផ្ទះហ្នឹងហើយនៅភ្លើងហ្នឹងគឺវាភ្លឺប៉ុនគ្នាបើយើងមើលកន្លែងផ្សេងហ្នឹងយើងមើលផ្នែកទទេយើងឃើញផ្កាយនៅថាកន្លែងថាតំបន់លំហផ្សេងហ្នឹងប៉ុន្តែក្នុងទូរស័ព្ទយើងមើលអត់ឃើញទេបាទក្នុងទូរស័ព្ទមើលអត់ឃើញទេតែឃើញអាភ្លើងផ្កាយមួយហ្នឹងគឺឃើញដោយសារវាធំជាងគេបាទធំជាងគេបាទអញ្ចឹងនេះគឺជារឿងចម្លែកមួយបាទអាផុសខាងក្រោមនោះគឺជាភ្លើងផ្ទះគេទេគេបាទគេចាប់ពូលម៉ែត្រទេបាទអញ្ចឹងនេះគឺវីដេអូហ្នឹងគឺអត់មានអីច្រើនទេបាទគឺចង់បង្ហាញបងប្អូនតែប៉ុណ្ណឹងបាទគឺវាថាវាចម្លែកខុសធម្មតាបាទអញ្ចឹងតែតោះហ្នឹងគឺចាប់ប៉ុណ្ណឹងបាទហើយ